ម្ហូបដែលឆ្ងាញ់មិនមែនទាល់តែម្ហូបហ្នឹងតម្លៃរាប់រយដុល្លាររាប់ពាន់ដុល្លារទេបងប្អូនសំខាន់ម្ហូបហ្នឹងយើងញ៉ាំនៅពេលណាហើយដូចជាមុខម្ហូបថ្ងៃនេះដែរគឺស្លតុងយ៉ាំគ្រឿងសមុទ្របងប្អូនសម្រាប់មុខម្ហូបមួយមុខនេះគឺប្តីខ្ញុំគឺគាត់អត់ចូលចិត្តទេបងប្អូនតែថ្ងៃនេះវិញគឺថាញ៉ាំឡើងអស់ពីចានតែម្ដងហើយដោយសារដឹងថាអត់បងប្អូនគឺដោយសារថ្ងៃហ្នឹងគឺគាត់មានបាយខ្លាំងមែនទែនហើយសម្រាប់សឡមួយមុខនេះគឺថាងាយស្រួលក្នុងការធ្វើមែនទេបងប្អូនហើយគ្រឿងផ្សំគោលរបស់យើងដែលត្រូវមានហ្នឹងមានដូចជាបារាំងប៉េងប៉ោះសម្រាប់ផ្សិតវិញបងប្អូនអាចដាក់ជាមួយនឹងផ្សិតច្បាយក៏បានផ្សិតម្ជុលក៏បានដែរតែថ្ងៃនេះខ្ញុំប្រើជាមួយនឹងផ្សិតផ្លៅមាន់ណាបងប្អូនហើយកុំចោលដាច់ខាតជាមួយនឹងជីអំបងជីអាណាលខ្ទឹមមកបងប្អូនហើយសម្រាប់គ្រឿងគោលផ្សេងដែលយើងត្រូវផ្សំជាមួយនឹងទឹកស្លរបស់យើងហ្នឹងមានដូចជាគល់ស្លឹករៃរំដេងស្លឹកក្រូចសើចហើយនឹងខ្ទឹមស2-3កំពឹសចឹងណាបងប្អូនយើងធ្វើការដំជាមួយនឹងគល់ស្លឹករៃយើងនឹងដំឲ្យរាងទូតិចមកហើយសម្រាប់ស្លឹកក្រូចសើចហ្នឹងគឺយើងយកតែស្លឹកវាញីបន្តិចបងប្អូនឲ្យវាពេលយើងបង់ទៅជាមួយនឹងស្លហ្នឹងគឺឲ្យវាមានជាតិឈ្ងុយអញ្ចឹងណាឥឡូវនេះធ្វើការហាន់ជាមួយនឹងបន្លែរបស់យើងសម្រាប់ផ្សិតផ្លៅមាន់នេះយើងហាន់អញ្ចឹងបងប្អូននេះហាន់យើងទៅវិញអញ្ចឹងមកណាហើយពេញប៉ោះវិញបងប្អូនហាន់ជា2ជា3ជំរាកអីតាមហ្នឹងទៅបងប្អូនមើលថាពេញប៉ោះហ្នឹងវាធំឬក៏វាទូចអីចឹងណាបើសិនវាទូចទេយើងពុះជា2ចឹងមកយើងធ្វើការហាន់បន្លែរបស់យើងទុកមួយឡែកបងប្អូនបន្ទាប់ពីហាន់បន្លែយើងរួចរាល់ហើយយើងធ្វើការហាន់ម្ទេសចំនួន2-3គ្រាប់ទៀតណាបងប្អូនដើម្បីដាក់ជាមួយនឹងសម្លរបស់យើងឲ្យវាមានរសជាតិជូរហឹរអីអញ្ចឹងឆ្ងាញ់អញ្ចឹងណាបងប្អូននេះម្ទេសហ្នឹងបងប្អូនយកចិត្តហឹរខ្លាំងគឺដាក់ច្រើនជាងហ្នឹងទៀតទៅណាបងប្អូនហើយឥឡូវនេះគ្រឿងរបស់យើងហ្នឹងគឺបានសមរួចរាល់ហើយដែរបងប្អូនហើយសម្រាប់មឹកនេះវិញបងប្អូនយកវាមកកាត់ជាកង់ទូចអញ្ចឹងមកបងប្អូនហើយសម្រាប់បង្គាវិញយើងធ្វើការបកសម្បកវាក៏បានអត់បកក៏បានដែរបើមិនជាបកសម្បកហើយយើងវះតំណងខ្នងវាដើម្បីយកអាចបង្គាអាចអីនឹងចេញណាបងប្អូនបន្លែនិងគ្រឿងសមុទ្ររបស់យើងបានហាន់រួចរាល់ហើយឥឡូវយើងទុកបន្លែសិនយើងមកធ្វើការដាំទឹកឲ្យពុះសិនណាបងប្អូននៅពេលដែលទឹកចាប់ផ្ដើមពុះយើងធ្វើការដាក់បង់ជាមួយនឹងគល់ស្លឹករៃរំដេងស្លឹកក្រូចសើចនិងខ្ទឹមសបន្ទាប់ពីយើងបង់គ្រឿងនឹងហើយយើងដាក់អំបិលចូលបន្តិចទុកទឹកនឹងឲ្យពុះខ្លាំងមែនតើបង់ជាមួយនឹងបន្លែរបស់យើងនឹងមានដូចជាខ្ទឹមបារាំងផ្សិតសម្រាប់បន្លែនេះដែរយើងបង់តែពីមុខសិនហើយបងប្អូនទុកឲ្យវាពុះសិនទៅចាំយើងដាក់ពេញប៉ោះតាមក្រោយបើសិនជាយើងដាក់ពេញប៉ោះទុករងាស់ទុកយូរពេកធ្វើឲ្យទឹកស្លរបស់យើងហ្នឹងគឺថាវាជូរខ្លាំងមែនតើបន្ទាប់ពីយើងដាក់ជាមួយនឹងស៊ុបខ្នុរទៀតអញ្ចឹងគឺទឹកសម្លហ្នឹងគឺជូរខ្លាំងឥឡូវនេះយើងធ្វើការប៉ោះហើយយើងដាក់គ្រឿងក្រៅទៅបងប្អូនហើយសម្រាប់គ្រឿងក្រៅណាមានច្រើនទេមានតែទឹកត្រីស្ករសអំបិលប៊ីចេងម្សៅស៊ុបហើយជាមួយនឹងដុំតុងយ៉ាំបងប្អូនឥឡូវនេះបង់ដុំតុងយ៉ាំទៅឃើញថាទឹកស្លរបស់យើងនឹងគឺឡើងពណ៌ល្អមែនទែនបងប្អូនបន្ទាប់ពីយើងដាក់គ្រឿងនឹងអស់ហើយយើងធ្វើការបង់ជាមួយនឹងគ្រឿងសមុទ្រដែលយើងមកទុកនឹងទៅរួចជាការស្រេចបងប្អូនសម្លមុខនេះគឺថាស្លតាមផ្លែតទេបានញ៉ាំហើយចំណែករសជាតិវិញគឺថាជូរហឹរញ៉ាំទៅច្រាស់បំពង់កល្អហ្មងបងប្អូនស្ទងយ៉ាំរបស់យើងបានចិនរួចរាល់ហើយយើងបង់ជាមួយនឹងស្លឹកជីហើយសម្រាប់ខ្ទឹមបារាំងដែលនៅសល់មួយចំហៀងហ្នឹងមិញបងប្អូនកុំឲ្យខាតនេះចៀនជាមួយនឹងពងទាខ្ទឹមបារាំងពងមាន់ចំនួន2គ្រាប់ទេបងប្អូនហើយគ្រឿងផ្សំវិញគឺមានអីបាក់ទេដាក់មួយមុខតិចខ្ទឹមស្ករប៊ីចេងម្សៅស៊ុបទឹកត្រីទឹកស្អ៊ីវបងប្អូនច្រឡំទឹកត្រីទឹកស្អ៊ីវហើយនឹងទឹកប្រេងខ្យងមួយមុខតិចចឹងមកហើយយើងដាក់ម្រេចបន្តិចទៅហើយកូរច្បល់ហើយយើងដាក់ជាមួយនឹងខ្ទឹមបារាំងផ្លឹកខ្ទឹមទៅរួចជាការស្រេចបងប្អូនហើយយកវាទៅចៀនទៅហើយសម្រាប់ចៀននេះបងប្អូនបើសិនជាបងប្អូនចៀនជាមួយប៊ឺគឺថាឆ្ងាញ់មែនតើគឺថាឈ្ងុយប៊ឺយើងផងហើយខ្ទឹមបារាំងនៅពេលដែលវាឆ្អិនក្រៀមទៅគឺថាឆ្ងាញ់អញ្ចឹងណាហើយឥឡូវនេះមកធ្វើការដួសសម្លរបស់យើងពងទាអីហ្នឹងក៏យើងបានចៀនឆ្អិនរួចរាល់ហើយដែររៀបចំញ៉ាំបាយឯងបងប្អូននេះហើយយើងបន្ថែមជាមួយនឹងជីបន្តិចទៅដើម្បីបន្ថែមគីឡរបស់យើងគឺថាជូរហឹរពងទាក៏បានចៀនរួចរាល់ហើយដែរពងទាចៀនសិតឲ្យយកម៉ូតដូចភីសាទៀតតោះឥឡូវនេះមកញ៉ាំបាយទាំងអស់គ្នាបងប្អូន
វីដេអូនេះមានតែប៉ុណ្ណឹងអរគុណច្រើនបាយបាយសម្រាប់បងប្អូនដែលមានតម្រូវការបោះពុម្ពធៀបការធៀបបុណ្យធៀបឡើងផ្ទះធ្វើវិក័យប័ត្រ name card ឆ្លាក់ត្រាថតរូបកែរូបថតពីចាស់ទៅថ្មីធ្វើ sticker banner ដាក់សុំរូបថតបងប្អូនអាចទំនាក់ទំនងមកបានលេខ Telegram 09643 លេខ 2 07858291សម្រាប់ទីតាំងរោងពុម្ពរបស់យើងខ្ញុំស្ថិតនៅភូមិវត្តស្លែងសង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញសូមអរគុណច្រើនបងប្អូនដែលតែងតែគាំទ្រហាងរោងពុម្ពសែននាវី